សូមជម្រាបសួរកូនទាំងអស់គ្នាជាទីស្រឡាញ់បានថ្ងៃនេះកូនសុខសប្បាយជាទេកូនបានសុខសប្បាយបានអញ្ចឹងលោកគ្រូសូមបន្តមេរៀនភាសាខ្មែរថ្នាក់ទី5មេរៀនទី6ត្រង់ចំណុចថាបំភ្លេចមិនបានកូនចូលក្រឡេកមើលរូបភាពខាងក្រោមកូនស្គាល់ទីនេះទេកូនឃើញរូបអ្វីខ្លះកូននៅក្នុងប្រាសាទនេះលោកគ្រូថាប្រាសាទចោះបាទក្នុងប្រាសាទនេះឃើញរូបក្បាលឆ្អឹងរលាកក្បាលបាទកូនឆ្អឹងរលាកក្បាលបាទគឺជាឆ្អឹងរលាកក្បាលរបស់មនុស្សកូនណាកន្លែងរូបភាពហ្នឹងនៅក្នុងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯកកូនណាដែលស្លាប់ដោយសារតែខាងចំនួន1979បាទកូនដោយសាររបបប្រល័យពូជសាសន៍ប៉ុលពតកូនណានៅក្នុងប្រទេសយើងតែម្ដងប៉ុន្តែដោយសារតែបច្ចុប្បន្ននេះប្រទេសយើងមានសន្តិភាពហើយតាំងពី79មកអញ្ចឹងអត់មានរបបប្រល័យពូជសាសន៍នឹងសម្លាប់មនុស្សគ្នាឯងទៀតទេកូនណាអញ្ចឹងលោកគ្រូសូមចូលមេរៀនយើងតែម្ដងកូនបាទអញ្ចឹងកូនជួយអានតាមលោកគ្រូផងណានៅពេលវិស្សមការកន្លងទៅថ្មីនេះម្ដាយសុជាតិតាបាននាំសុជាតិតាទៅលេងផ្ទះពូរបស់នាងនៅទីក្រុងភ្នំពេញពូរបស់នាងបាននាំនាងនិងម្ដាយនាងទៅដើរលេងនៅកន្លែងប្លែកមួយចំនួននាងបានជួបហេតុការណ៍គួរឲ្យចាប់អារម្មណ៍ជាច្រើននៅពេលដើរទស្សនាកន្លែងទាំងនោះសុជាតិតាបានសរសេររៀបរាប់ហេតុការណ៍ទាំងនោះនៅក្នុងសៀវភៅកំណត់ត្រាប្រចាំថ្ងៃរបស់នាងបាទកូនចូលហើយថ្ងៃទី1ខែសីហាឆ្នាំ2009លោកពូបាននាំម្ដាយខ្ញុំនិងខ្ញុំទៅទស្សនាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯកខ្ញុំមានចិត្តរន្ធត់និងខ្លោចផ្សាបំផុតដោយបានឃើញឆ្អឹងរលាកក្បាលជាមនុស្សជាច្រើនត្រូវបានគេយកមករៀបតម្កល់ទុកធ្វើសក្ការៈបូជានិងឲ្យកូនចៅជំនាន់ក្រោយបានដឹងបានឃើញនិងចងចាំអំពើប្រល័យពូជសាសន៍របស់ពួកខ្មែរក្រហមយើងបានដើរមើលរណ្ដៅធំដែលគេកប់សពរួមនិងបានចូលទស្សនាសារមន្ទីរតម្កល់ឯកសារលោកគ្រូសូមអស់ទៅក្រោមបន្តិចកូនណាអននេះឲ្យកូនបាទក្នុងនោះគេបានបិទរូបថតនិងឈ្មោះអ្នកដែលគេបានសម្លាប់នៅទីនោះមកដល់រូបនាយទាហានម្នាក់អ្នកម៉ាក់ឈរត្រឹងយំខ្សឹកសួរហើយប្រាប់ខ្ញុំថាបរោះនោះគឺជាបងជីដូនមួយរបស់គាត់អ្នកម៉ាក់និយាយរឿងរ៉ាវដល់ទារុណរបស់លោកអ៊ំនោះធ្វើឲ្យខ្ញុំមិនអាចទប់ទឹកភ្នែកបានឡើយនៅចិត្តនោះខ្ញុំព្រឺក្បាលនឹងឧបករណ៍ដែលពួកខ្មែរក្រហមប្រើប្រាស់ដើម្បីធ្វើទរណកម្មនិងសម្លាប់មនុស្សដូចជាដង្កាប់ពូថៅញញួរចបកាប់ចុចបាទមានអីផ្សេងទៀតណាទស្សនវិជ្ជានៅទីនោះធ្វើឲ្យខ្ញុំចងចាំជារៀងរហូតបាទឃើញថាអត្ថបទខាងលើយើងកំណត់ត្រាបានបញ្ចប់ខាងលើហើយយើងក្រឡេកមើលរូបទី2នេះកូនណារូបទី2នេះមានជីដំរីមានជនជាតិភាគតិចជនជាតិដើមមានផ្ទះនេះផ្ទះកតាំងផ្ទះរបស់ជនជាតិបាទនេះគឺជាទស្សនវិជ្ជានៅខេត្តមណ្ឌលគិរីបាទកូនដែលតលេងមណ្ឌលគិរីទេកូនទឹកជ្រោះបូស្រាបាទអញ្ចឹងលោកគ្រូសូមចូលកំណត់ហេតុរបស់តួអង្គរបស់យើងទី2ថ្ងៃ5ខែសីហាឆ្នាំ2009បាទខ្ញុំបានទៅកំសាន្តនៅខេត្តមណ្ឌលគិរីខ្ញុំសប្បាយចិត្តណាស់ដោយនៅទីនោះ
ខ្ញុំបានឃើញទេសភាពល្អប្លែកគ្រប់ទីកន្លែងខ្ញុំបានឃើញភ្នំទាបខ្ពស់នៅជាប់គ្នាហូរហែព្រមទាំងវាស្មៅស្រស់ស្អាតគួរឲ្យត្រជាក់ចិត្តក្រៃលែងអ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺជនជាតិភាគតិចបាទលោកគ្រូសូមអស់ទៅលើអូតិចទៀតបាទពួកគេស្លៀកសម្លៀកបំពាក់ជនជាតិនិងមានការផាស្ពាយនៅពីក្រោយខ្នងទៀតផងខ្ញុំជក់ចិត្តនិងសង្កេតមើលកូនផ្ទះតូចមួយដែលមានកម្ពស់ប្រហែលជិត10ម៉ែត្រខ្ញុំឮគេថាផ្ទះនេះគេសង់ឡើងសម្រាប់ឲ្យកូនជនកំឡោះជនជាតិនៅមុនពេលរៀបការរហូតដល់ពេលរៀបការលោកពូរបស់ខ្ញុំបានថតរូបជនជាតិនោះជាច្រើនបាទកូនឥឡូវយើងចាប់ដើមចូលអត្ថបទយើងបានបញ្ចប់ហើយយើងចូលសំណួរបាទតើសុជាតិតាធ្វើអ្វីនៅពេលវិស្សមការបាទសំណួរទី1កូនសុជាតិតាធ្វើអីកូនសាកល្បងរៀនឆ្លើយណា2តើនៅថ្ងៃ1សីហា2009សុជាតិតាទៅទីណាកូនរូបទី1របស់យើងកូនទៅសារមន្ទីរបាទសាកឆ្លើយកូនសារមន្ទីរប្រឡាយពូជសាសន៍ជើងឯកបាទលេខ3តើអ្វីខ្លះដែលធ្វើឲ្យនាងចាប់អារម្មណ៍នៅទីនោះបាទទី4តើថ្ងៃទី5សីហា2009នាងទៅទីណាទី5តើនាងចាប់អារម្មណ៍អ្វីខ្លះនៅទីនោះទី6តើសុជាតិតាប្រាប់ពាក្យអ្វីដើម្បីរៀបរាប់ពីខ្លួននាងបាទអញ្ចឹងយើងចាប់ផ្ដើមចូលលំហាត់យើងទៀតកូនណាលំហាត់កចូលគូសសញ្ញាធិចក្នុងប្រអប់ចម្លើយណាដែលមានន័យត្រូវនឹងពាក្យដើម1រន្ធត់ពាក្យអីត្រូវនឹងរន្ធត់កូនភ័យស្លុតតក់ក្រហល់ក្តៅក្រហាយភ័យស្លុតកូនណាតក់ក្រហល់បញ្ញាប់ទេក្តៅក្រហាយបានន័យថាឈឺចិត្តក្តៅចង់ធ្វើអីล่ะឈឺចិត្តចឹងណាបាទសពលេខ2សពមានន័យថាអីគេកូនឆ្អឹងខ្មោចកខខ្មោចស្រស់3ខ្មោចមនុស្សកូនជាចម្លើយកខ្មោចមនុស្សឆ្អឹងខ្មោចគឺជាឆ្អឹងហើយទី2ខ្មោចស្រស់បានន័យថាគាត់ទៅតែស្លាប់កូនណាទារុណកអាក្រក់ខធ្ងន់ធ្ងរកទៀបថោកទៀបទារុណហ្នឹងគឺធ្ងន់ធ្ងរកូនណាទារុណកម្មអាក្រក់ធ្វើអត់ល្អថោកទៀបបានន័យថាមិនត្រឹមធ្វើល្បិចកលច្រើនកូនណាខចូលជ្រើសរើសពាក្យក្នុងប្រអប់ដើម្បីជំនួសពាក្យដែលមានគំនុះខាងក្រោមកូនពាក្យក្នុងប្រអប់ជំនួសឲ្យពាក្យគំនុះខាងក្រោមបាទពាក្យក្នុងប្រអប់យើងមានអីខ្លះកូនមើលគ្រឿងប្រើប្រាស់ឈប់សម្រាកលំហើយចិត្តបាទចឹងយើងនៅពេលវិស្សមការសុជាតិតាទៅលេងទីក្រុងភ្នំពេញវិស្សមការអាចជំនួសពាក្យអីគេកូនឈប់សម្រាកបាទ2ខ្ញុំព្រឺក្បាលនឹងឧបករណ៍ដែលពួកខ្មែរក្រហមប្រើប្រាស់ដើម្បីធ្វើទរណកម្មនិងសម្លាប់មនុស្សបាទឧបករណ៍អាចជំនួសដោយពាក្យគ្រឿងប្រើប្រាស់បាទ3ខ្ញុំបានទៅកំសាន្តនៅភ្នំតាម៉ៅបាទកំសាន្តហ្នឹងអាចជំនួសពាក្យអីគេកូនលំហើយចិត្ត4ខ្ញុំនិងម្ដាយខ្ញុំបានទៅទស្សនាមជ្ឈមណ្ឌលក្រតកម្មប្រឡាយពូជសាសន៍ជើងឯកទស្សនាកូនណាអាចជំនួសឲ្យពាក្យមើលបាទហើយឃើញថាអត្ថបទយើងបានបញ្ចប់ទៅត្រឹមនេះហើយកូនណានៅចុងបញ្ចប់លោកគ្រូសូមជូនពរកូនឲ្យទទួលបានសុខភាពល្អរៀនសូត្រកាន់តែពូកែនិងសាកល្បងអានអត្ថបទរបស់យើងឲ្យបានមកចប់ដោយខ្លួនឯងណាបើមានពាក្យណាត្រង់ណាឬសំណួរត្រង់ណាដែលកូនឆ្លើយពុំរួចកូនសាកល្បង
comment នៅក្រោមវីដេអូលោកគ្រូនឹងជួយឆ្លើយឲ្យសូមអរគុណនិងសូមជម្រាបលាណា